គេប្រាប់ហើយថាចង់ធ្វើអីធ្វើឲ្យទៅឲ្យកម្រោនឹកយូរពេកតរោនឹកយូរពេកហ្នឹងថតតាំងពីវីដេអូពេលមេឃថ្ងៃរាំងរហូតដល់មេឃល្ងិតអញ្ចឹងបងប្អូនចាព្រោះដោយសារអត់ដឹងធ្វើម្ហូបអីដែនអញ្ចឹងក៏បើកទូរស័ព្ទចុះឡើងហ្នឹងឃើញតំណងមុខម្ហូបមុខនេះក៏ចាត់ចែងហ្មងទៅចាម្សិលមិញពេលល្ងាចហ្នឹងគឺនាងខ្ញុំឆាឆ្អឹងជំនីជ្រូកជាមួយនឹងគេហៅម្ទេសខ្ទឹមអញ្ចឹងណាបងប្អូនហើយខ្ទឹមសខ្ទឹមក្រហមនេះគឺប្រើច្រើនដែរនាងខ្ញុំយកមិនច្រាំហើយនឹងម្ទេសវាតាមចំណង់ចំណូលចិត្តបងប្អូនចាចង់ដាក់លើសហ្នឹងក៏បានហើយស្លឹកខ្ទឹមហ្នឹងក៏ច្រើនដែរបងប្អូនចាបន្ទាប់ពីរួចរាល់ហើយក៏នាងខ្ញុំមកប្រឡាក់សាច់យើងនឹងប្រឡាក់ឆ្អឹងជំនីយើងហ្នឹងណាបងប្អូនចាគឺអំបិលរ៉ូឌីហើយនឹងប៊ីចេងប្រេងខ្យងហើយនឹងពងមាន់មួយគ្រាប់ហ្នឹងគឺយកតែក្រហមណាបងប្អូនបន្ទាប់ពីប្រឡាក់រួចហើយទុកឲ្យ10នាទីនាងខ្ញុំឆ្លៀតមកពងខ្ទឹមយើងនឹងឯងខ្ទឹមសខ្ទឹមក្រហមហ្នឹងមិនបាច់ចាំដល់ក្រហមទេគ្រាន់តែឈ្ងុយយើងដាក់ម្ទេសចូលនេះបានឡើងក្រហមហើយគឺយើងអាចដួសទុកមួយលើហើយបងប្អូនចាបន្ទាប់ពីពងខ្ទឹមរួចហើយគឺមកពងឆ្អឹងជំនីយើងម្ដងអញ្ចឹងណាបងប្អូនចាហើយយើងនៅឆាមកតង់ទៀតទេគាត់ថាមកល្មមឲ្យឡើងពណ៌ក្រហមបែបនេះគឺយើងអាចដួសចេញបានហើយចំពោះការឆាវិញគឺនាងខ្ញុំដាក់ចាស្ករក្រហមបន្តិចស្ករត្នោតហ្នឹងព្រមការប្រឡាក់ហ្នឹងនាងខ្ញុំបានដាក់ស្ករទេចាដើម្បីយកពណ៌យើងឆាអញ្ចឹងណាឥឡូវរួចរាល់ហើយក៏នាងខ្ញុំចាក់ខ្ទឹមម្ទេសយើងចូលហ្មងទៅចាហើយលើក្រោយហ្នឹងគឺស្លឹកខ្ទឹមណែជាតិម៉ែជាតិហើយបងប្អូនសាកធ្វើធានាតែមកឆ្ងាញ់ហ្មងនេះឃើញមេដៃប្រឡាក់ហ្នឹងគឺផ្សំរៀបសក់ឯណាបងប្អូន